សូមជ្រើសរើសទ្វារមួយទ្វារដែលអ្នករើសនឹងសម្រេចនៅវាសនារបស់អ្នកក្នុងរយៈពេល48ម៉ោងបន្ទាប់ទ្វារលេខ1អាងទឹកកណ្ដាលមហាសមុទ្រអ្នកកំពុងឈរនៅចំកណ្ដាលអាងហែលទឹកដ៏ធំមួយដែលព័ទ្ធជុំវិញដោយទឹកសមុទ្រដែលគ្មានទីបញ្ចប់មានតែតុមួយនិងអាហារមួយកញ្ចប់ប៉ុណ្ណោះក្រៅពីនោះគឺគ្មានអ្វីទាំងអស់ផ្ទៃទឹកមើលទៅហាក់ដូចជាស្ងប់ស្ងាត់ណាស់ប៉ុន្តែអ្នកមិនអាចនៅទីនេះបានយូរឡើយមានអ្វីម្យ៉ាងកំពុងរស់នៅក្រោមផ្ទៃទឹកនោះរូបរាងដ៏ធំសម្បើមកំពុងហែលក្រវ៉ាលតាមមើលអ្នកសូម្បីតែដេកលក់ក៏អ្នកមិនហ៊ានដែរទោះបីជាអ្នកផ្អែកខ្នងនៅមាត់អាងក៏ដោយក៏អ្នកនៅតែខ្លាចថាអាចធ្លាក់ចូលទៅក្នុងទឹកអ្នកត្រូវតែរស់រានមានជីវិតឲ្យបាន48ម៉ោងបន្ទាប់ទ្វារលេខ2ឋានសួគ៌លើពពកអ្នកឈានជើងចូលទៅក្នុងលំហដ៏ធំល្វឹងល្វើយដែលបង្កើតឡើងដោយពពកទាំងស្រុងគ្មានជញ្ជាំងហើយក៏គ្មានដីដែរមានតែពណ៌សដែលហូរមិនចេះដាច់នៅក្រោមជើងរបស់អ្នកអាហារនៅទីនោះគឺងាយស្រួលណាស់វាគឺជាស្ករគ្រាប់សម្លៃពណ៌សវាមានរសជាតិផ្អែមនិងស្រាលស្រទន់គ្រែដែលធ្វើពីពពកនឹងលេចឡើងនៅក្បែរខ្លួនអ្នកវាទន់ល្មមសម្រាប់ឲ្យអ្នកគេងសម្រាកអ្នកមិនមែននៅម្នាក់ឯងនោះទេភ្នែកដែលមានស្លាបដោយទេវតាជាច្រើនកំពុងហោះហើរយ៉ាងស្ងៀមស្ងាត់នៅពីលើអ្នកពួកវាមិននិយាយអ្វីឡើយហើយក៏មិនហោះចូលមកជិតអ្នកដែរពួកវាគ្រាន់តែសម្លឹងមើលអ្នកតែប៉ុណ្ណោះនៅទីនេះគឺគ្មានគ្រោះថ្នាក់អ្វីឡើយសូមសម្រាកនិងរីករាយក្នុងរយៈ48ម៉ោងបន្ទាប់